លោកគ្រូចុះទៅពិនិត្យបញ្ជីភ្ញៀវមួយណាហើយក៏ឃើញបុគ្គលិកគណនេយ្យគាត់ប្រណិប័តការហ្នឹងចូលគណនេយ្យដើមទុនហ្នឹងច្រើននិយាយទៅឃើញ list ឡើងសឹងមានរាល់ខែយើងរាប់ពី3ខែមានម្ដងពី3ខែមានម្ដងគ្រូឆ្ងល់គ្រូសួរថាចំaccount ដើមទុនហ្នឹងមិនគួរមានប្រណិប័តការអីគាត់ចូលអីច្រើនម៉េចគាត់ថាមេ5តកែគាត់ប្រាប់ថានេះអានេះគឺដើមទុនថែមដើមទុនអញ្ចឹងណាអញ្ចឹងគាត់លើតែថែមដើមទុនគាត់ចូល account ដើមទុនទាំងអស់ហើយជួនកាលដើមទុនហ្នឹងគាត់ប្រាប់ថាតកែថាអានេះលុយផ្ទាល់ខ្លួនគាត់ហើយជួនកាលគាត់ខ្ចីលុយពីអ្នកដតីយកមកថែមអញ្ចឹងណាមិនបានខ្ចីពីធនាគារទេនិយាយខ្ចីពីអ្នកដតីយកមកថែមអញ្ចឹងណាអញ្ចឹងគ្រូឆ្ងល់គ្រូសួរថាតើគណនេយ្យយើងគាត់អញ្ចឹងត្រូវអត់ទេហើយជួយ comment នៅខាងក្រោមណាឲ្យយោបល់គ្នាណាអរគុណ